តាមមានមនុស្សប្រមាណអ្នកដែលអាចចាប់ផ្ដើមក្រុមហ៊ុនមួយនៅយានដ្ឋានជួសជុលឡានហើយត្រូវបានក្រុមហ៊ុនរបស់ខ្លួនឯងបណ្ដេញចេញបន្ទាប់មកក៏បានវិលត្រឡប់មកវិញដើម្បីជួយសង្គ្រោះក្រុមហ៊ុននោះចម្លើយគឺមានតែមួយគត់គឺលោក Steve Jobs លោក Steve Jobs មិនមែនគ្រាន់តែជាអ្នកជំនួញម្នាក់នោះទេលោកគឺជាអ្នកសិល្បករនៃបច្ចេកវិទ្យាដែលបានបញ្ចូលសោភ័ណភាពនិងភាពសាមញ្ញនៅក្នុងឧបករណ៍អេឡិចត្រូនិកគាត់បានបង្កើតផលិតផលដែលមិនត្រឹមតែបម្រើមុខងារនោះទេតែថែមទាំងជំរុញអារម្មណ៍របស់មនុស្សទូទៅផងដែរថ្ងៃនេះយើងនឹងមកស្វែងយល់អំពីដំណើរជីវិតដ៏រំភើបរបស់បុរសម្នាក់ដែលបានបង្រៀនពិភពលោកអំពីរបៀបគិតខុសប្លែកពីគេចាប់តាំងពីការបោះបង់ការសិក្សានៅមហាវិទ្យាល័យរហូតដល់ការបង្កើតផលិតផលបដិវត្តន៍ដូចជា iPhone និង Macintosh កុមារភាពនិងការបង្កើតមូលដ្ឋានគ្រឹះ Steve Jobs កើតនៅថ្ងៃទី25ខែកុម្ភៈឆ្នាំ1954នៅរដ្ឋ California ឪពុកម្ដាយរបស់គាត់បានដាក់ឲ្យគេយកទៅចិញ្ចឹមភ្លាមៗក្រោយពេលគាត់បានចាប់កំណើតលោក Steve Jobs បានធំធាត់នៅក្នុងតំបន់ដែលក្រោយមកត្រូវបានគេស្គាល់ថាជារលងភ្នំ Silicon ឪពុកចិញ្ចឹមរបស់លោកគឺលោក Paul Jobs ជាជាងជួសជុលឡានបានបង្រៀនលោកអំពីការយកចិត្តទុកដាក់អំពីសេចក្តីលម្អិតនិងសារៈសំខាន់នៃការធ្វើអ្វីៗឲ្យបានត្រឹមត្រូវទាំងនៅខាងក្នុងរថយន្តនិងខាងក្រៅរថយន្តនៅឆ្នាំ1972លោកបានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ Reed ប៉ុន្តែលោកបានបោះបង់ការសិក្សាចោលត្រឹមតែរយៈពេល6ខែតែប៉ុណ្ណោះទោះជាយ៉ាងនេះក្តីលោកនៅតែបន្តចូលរៀនក្រៅម៉ោងនៅក្នុងថ្នាក់រៀនដែលលោកចាប់អារម្មណ៍ដូចជាថ្នាក់សរសេរអក្សរផ្ចង់ដែលក្រោយមកបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើការរចនាអក្សរផ្ចង់ទៅលើកុំព្យូទ័រ Macintosh របស់លោកបានធ្វើការមួយរយៈនៅក្នុងក្រុមហ៊ុនផលិតវីដេអូហ្គេម Atari ហើយនៅក្នុងឆ្នាំ1974លោកបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាដើម្បីទៅស្វែងរកការត្រាស់ដឹងខាងវិញ្ញាណនិងសាសនាព្រះពុទ្ធនេះហើយដែលបានបង្រៀនគាត់អំពីភាពសាមញ្ញនិងការផ្ដោតអារម្មណ៍យ៉ាងខ្លាំងការបង្កើតក្រុមហ៊ុនលើកដំបូងនៅក្នុងឆ្នាំ1976លោក Steve Jobs ដែលមានវ័យត្រឹមតែ21ឆ្នាំបានរួមគ្នាជាមួយនឹងមិត្តភក្តិម្នាក់ដែលមានឈ្មោះថា Steve Wozniak ដើម្បីបង្កើតក្រុមហ៊ុន Apple Computer នៅក្នុងយានដ្ឋានជួសជុលឡានគ្រួសាររបស់លោក Steve Jobs លោក Steve Wozniak គឺជាអ្នកជំនាញផ្នែកវិស្វកម្មដ៏អស្ចារ្យចំណែកឯលោក Steve Jobs គឺជាអ្នកមានទស្សនវិស័យនិងទេពកោសល្យផ្នែកទីផ្សារពួកគេបានបង្កើតកុំព្យូទ័រ Apple I ហើយក្រោយមកក៏បានបង្កើត Apple II ដែលបានក្លាយទៅជាកុំព្យូទ័រផ្ទាល់ខ្លួនដ៏ជោគជ័យបំផុតមួយនៅក្នុងផលិតកម្មទ្រង់ទ្រាយធំដំបូងគេនៅក្នុងឆ្នាំ1984លោក Steve Jobs បានណែនាំកុំព្យូទ័រ Macintosh ដែលជាកុំព្យូទ័រដំបូងគេដែលបានប្រើប្រាស់ GUI និង Mouse ទៅកាន់អតិថិជនទូទៅលោកបានទទូចថាផលិតផលនេះត្រូវតែអស្ចារ្យលើសលប់ដែលបង្ហាញពីការបដិញ្ញាចិត្តរបស់លោកចំពោះភាពល្អឥតខ្ចោះទោះជាយ៉ាងណាក៏ដោយបុគ្គលិកលក្ខណៈដ៏តឹងរ៉ឹងនិងការប្រឈមមុខដាក់គ្នាជាមួយនឹងក្រុមប្រឹក្សាភិបាលបាននាំឲ្យមានជម្លោះអំណាចនឹងគ្នានៅក្នុងឆ្នាំ1985លោក Steve Jobs ត្រូវបានគេបណ្តេញចេញពីក្រុមហ៊ុនដែលលោកបានបង្កើតឡើងដោយផ្ទាល់ឆ្នាំនៃការរៀនសូត្រ Nick និង Pixar ការដែលត្រូវបានគេបណ្តេញចេញពីក្រុមហ៊ុន Apple គឺជាការឈឺចាប់ប៉ុន្តែវាក៏ជាការចាប់ផ្ដើមនៃជំពូកថ្មីលោក Steve Jobs បានបង្កើតក្រុមហ៊ុនកុំព្យូទ័រថ្មីមួយដែលមានឈ្មោះថា Nick ដើម្បីផលិតកុំព្យូទ័រដែលមានតម្លៃខ្ពស់សម្រាប់ស្ថាប័នអប់រំនិងជំនួញទោះបីជាក្រុមហ៊ុន Nick មិនបានទទួលជោគជ័យផ្នែកពាណិជ្ជកម្មក៏ដោយប៉ុន្តែប្រព័ន្ធប្រតិបត្តិការរបស់វាគឺ Nextstep បានក្លាយទៅជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ប្រតិបត្តិការ Mac OS និង X នាពេលអនាគតចំណុចមួយទៀតនៅក្នុងជីវិតរបស់លោក Steve Jobs គឺនៅឆ្នាំ1986នៅពេលដែលលោកបានទិញក្រុមហ៊ុន Graphic Computer មួយពីលោក John Lucas ហើយបានបដូរឈ្មោះទៅជា Pixar Animation Studio ក្រោមការដឹកនាំរបស់លោក Steve Jobs ក្រុមហ៊ុន Pixar បានផលិតខ្សែភាពយន្តគំនូរជីវចលបង្កើតដោយកុំព្យូទ័រពេញលេញដំបូងគេបង្អស់របស់ពិភពលោកគឺរឿង Toy Story នៅឆ្នាំ1994ជោគជ័យនេះបានធ្វើឲ្យលោក Steve Jobs ក្លាយទៅជាមហាសេដ្ឋីជាលើកដំបូងនិងបានបង្ហាញថាទស្សនវិស័យរបស់លោកអាចផ្លាស់ប្ដូរឧស្សាហកម្មមួយទៀតគឺឧស្សាហកម្មកម្សាន្តការវិលត្រឡប់មកកាន់ Apple និងការផ្លាស់ប្ដូរមុខមាត់ក្រុមហ៊ុនទាំងស្រុងនៅក្នុងឆ្នាំ1996ក្រុមហ៊ុន Apple កំពុងតែជួបជាមួយនឹងវិបត្តិធ្ងន់ធ្ងរ
ហើយក្រុមហ៊ុនស្ទើរតែខ្សែធនទៅហើយពួកគេបានសម្រេចចាត់ទិញក្រុមហ៊ុន NIC នៅក្នុងតម្លៃ427 លានដុល្លារដែលជាលទ្ធផលបាននាំលោក Steve Jobs វិលត្រឡប់មកកាន់ Apple វិញនៅក្នុងនាមជាទីប្រឹក្សាហើយក្រោយមកបានក្លាយទៅជានាយកប្រតិបត្តិបណ្ដោះអាសន្ននៅក្នុងឆ្នាំ1997ការវិលត្រឡប់របស់លោក Steve Jobs គឺជាការចាប់ផ្ដើមនៃយុគសម័យថ្មីលោកបានធ្វើកំណែទម្រង់ភ្លាមៗដោយកាត់បន្ថយផលិតផលដែលមិនចាំបាច់និងផ្ដោតទៅលើការច្នៃប្រឌិតតែប៉ុណ្ណោះឆ្នាំ1998ការណែនាំ iMac ដែលជាកុំព្យូទ័រពណ៌ចម្រុះនិងមានការរចនាទាក់ទាញឆ្នាំ2001ការដាក់លក់ iPod និងកម្មវិធី iTunes ដែលបានបដិវត្តឧស្សាហកម្មតន្ត្រីឆ្នាំ2007ការប្រកាសពី iPhone លោក Steve Jobs បានហៅវាថាជាផលិតផលបដិវត្តដែលផ្លាស់ប្ដូរអ្វីៗទាំងអស់ iPhone បានបញ្ចូលទូរស័ព្ទអ៊ីនធឺណិតនិង iPod ចូលគ្នាក្នុងឧបករណ៍តែមួយបានបង្កើតឧស្សាហកម្ម Smartphone នាពេលបច្ចុប្បន្នឆ្នាំ2010ការដាក់លក់ iPad ដែលបានបង្កើតទីផ្សារថ្មីសម្រាប់ tablet ក្រោមការដឹកនាំរបស់លោក Steve Jobs ក្រុមហ៊ុន Apple បានប្រែក្លាយពីក្រុមហ៊ុនដែលជិតខ្សែធនទៅជាក្រុមហ៊ុនដែលមានតម្លៃថ្លៃបំផុតមួយនៅលើពិភពលោកទស្សនៈដឹកនាំនិងមរណភាពរចនាប័ណ្ណដឹកនាំរបស់លោក Steve Jobs ត្រូវបានគេស្គាល់ថាជា Reality Distortion Field ដែលជាសមត្ថភាពដ៏ខ្លាំងក្លាក្នុងការបញ្ចុះបញ្ចូលអ្នកដទៃឲ្យជឿទៅលើទស្សនវិស័យរបស់លោកបានទទូចលើការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះ Seamless Integration រវាងផ្នែករឹងនិងផ្នែកទន់ការរចនាដោយជឿថាផលិតផលដ៏អស្ចារ្យគឺកើតចេញពីការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យានិងសិល្បៈចាប់តាំងពីឆ្នាំ2003លោកបានប្រឈមមុខជាមួយនឹងជំងឺមហារីកលំពែងនៅខែសីហាឆ្នាំ2011លោកបានលាឈប់ពីតំណែងនាយកប្រតិបត្តិហើយក៏បានបកគលតំណែងទៅកាន់លោក Tim Cook លោក Steve Jobs បានទទួលមរណភាពនៅថ្ងៃទី5ខែតុលាឆ្នាំ2011នៅក្នុងជនមាយុ 56 ឆ្នាំមរតករបស់លោក Steve Jobs គឺមិនមែនត្រឹមតែជាផលិតផលដែលលោកបានបង្កើតប៉ុណ្ណោះទេតែជាទស្សនវិជ្ជាដែលលោកបានបន្សល់ទុកលោកបានបង្រៀនយើងថាការចង់បានភាពល្អឥតខ្ចោះនិងការមិនខ្លាចបរាជ័យគឺជាគន្លឹះដើម្បីផ្លាស់ប្ដូរពិភពលោកពាក្យពេចន៍របស់លោកនៅតែបន្តបន្លឺឡើងថាសូមនៅតែឃ្លានសូមនៅតែល្ងងដែលជាការជំរុញឲ្យមនុស្សជំនាន់ក្រោយបន្តស្វែងរកចំណេះដឹងនិងហ៊ានធ្វើអ្វីដែលខុសពីគេតើផលិតផលរបស់ Apple មួយណាដែលបានផ្លាស់ប្ដូរគំនិតរបស់អ្នកជាងគេហើយតើអ្វីដែលជាមេរៀនដ៏សំខាន់បំផុតដែលអ្នកបានរៀនពីភាពជាអ្នកដឹកនាំរបស់លោក Steve Jobs សូមចែករំលែកគំនិតរបស់អ្នកនៅក្នុងប្រអប់ comment ខាងក្រោមសូមកុំភ្លេចជួយចុច like share និង subscribe ដើម្បីទទួលបានវីដេអូប្រវត្តិសាស្ត្រដ៏អស្ចារ្យផ្សេងៗទៀតសូមអរគុណ